បាទយប់នេះ4គូនឹងធ្វើការប្រកួតគ្នាទៀតហើយបងប្អូននៅក្នុងក្របខ័ណ្ឌ FIFA Club World Cup 2025ជុំទី2ហើយសម្រាប់រាត្រីនេះផងដែរគឺមានការប្រកួតនៅក្នុងក្រុម A ក៏ដូចជាក្រុម G បងប្អូនណាសម្រាប់គូពិសេសរបស់យើងគឺក្រុម Real Madrid ត្រូវប៉ះគ្នាជាមួយនឹងក្រុម Pachuca របស់ប្រទេសមេស៊ីកូនៅវេលាម៉ោង2រំលងអាធ្រាត្រយប់នេះបងប្អូនគឺជាការប្រកួតនៅក្នុងជុំទី2ក្រុម A ណាហើយសម្រាប់គូមួយទៀតនោះគឺ Manchester City ត្រូវប៉ះគ្នាជាមួយនឹងក្រុម Al Ain បាទ Al Ain នេះគឺជាក្លឹបរបស់ប្រទេសអារ៉ាប់អ៊ីម៉ារ៉េតណាបងប្អូនដែលការប្រកួតនៅវេលាម៉ោង8ស្អែកបាទ8ស្អែកថ្ងៃអាទិត្យបាទបាទហើយសម្រាប់ពីគូផ្សេងទៀតគឺមានដូចជាការប្រកួតរវាងក្លឹប Juventus បាទត្រូវប៉ះគ្នាជាមួយនឹងក្លឹប Wydad Casablanca នៅវេលាម៉ោង11នាទីល្ងាចយប់ថ្ងៃសៅរ៍នេះក៏មានការប្រកួតរវាងក្រុម Red Bull Salzburg របស់អូទ្រីសត្រូវប៉ះគ្នាជាមួយនឹង Al Hilal របស់អារ៉ាប៊ីសាអូឌីតនៅវេលាម៉ោង5ភ្លឺបងប្អូនណា4គូនឹងធ្វើការប្រកួតនៅក្នុងរាត្រីនេះក៏ដូចជាព្រឹកថ្ងៃស្អែកផងដែរយើងធ្វើការវិភាគខ្លះសម្រាប់4គូនេះផងដែរហើយខ្ញុំក៏មានជាតម្រុយបាល់4គូសម្រាប់មើលចង់វីដេអូផងដែរមើលទៅទំនងដាក់តាមមិនទំនងក៏រំលងមកយ៉ាងនេះសៀងបងប្អូនណា3-4ថ្ងៃនេះបាល់គឺក្លុកមែនតើបងប្អូនអាចនឹងមើលឃើញបាទបាល់ដែលលេងនៅតំបន់ទ្វីបអឺរ៉ុបគឺពួកគាត់មើលទៅដូចមិនមានតែស្មើចាញ់ខ្ញុំមិនយល់ពីពួកគាត់ដែរថាពួកគាត់មិនចង់លេងឬក៏មានការលក់ណាបងប្អូនគឺមើលការលេងរបស់ពួកគាត់ដូចជាអត់មានភាពប្រឹងប្រែងទាត់សោះបាទស្មើចាញ់ក៏មានក្រុមឈ្នះដែរប៉ុន្តែបើយើងមើលសង្កេតឃើញទៅគឺថាតំបន់ទ្វីបអឺរ៉ុបមើលឃើញថាលេងរៀងអត្តតបមែនតើបងប្អូនណាបាទអត្តតបមែនតើបាទអញ្ចឹងយើងធ្វើការវិភាគបន្តិចទៅនេះប៉ុន្តែមុនធ្វើការនិយាយសំណុំពរបងប្អូន join channel Telegram ខ្ញុំម្នាក់មួយនៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube អាច join នៅក្នុង description សម្រាប់បងប្អូននៅក្នុង TikTok អាច join ក្នុង bio បងប្អូនណា join ម្នាក់មួយទៅដើម្បីមើលការ live តបាទតការទម្លាក់គូល្អក៏ដូចជាការវិភាគកីឡាព័ត៌មានកីឡាផ្សេងៗអរគុណច្រើនបងប្អូនណាអូខេយើងនិយាយដល់គូទី1តាក់ទងនឹង Real Madrid ត្រូវប៉ះគ្នាជាមួយនឹង Pachuca ដែលជាក្លឹបមកពីប្រទេសមេស៊ីកូនៅវេលាម៉ោង2រំលងអាទិត្យយប់ថ្ងៃសៅរ៍នេះបាទបើនិយាយអំពីក្រុមទាំងពីរបងប្អូនណាបងប្អូនអាចមើលកម្រិតពួកគាត់យើងដឹងហើយថា Real Madrid ប្រកបជាខ្លាំងប្រកបជាឈ្នះហើយយើងមើលណាប៉ុន្តែអ្វីដែលយើងបារម្ភបងប្អូនមើលឃើញហើយបាទក្រុមខ្លាំងរៀលម៉ាឌ្រីតស្មើបាទប៉ារីសសាន់ជឺម៉ាន់លេងចាញ់អីចឹងទៅណាមើលទៅវាមិនទំនងតតែសោះបាទវាមិនទំនងតតែសោះអ្វីដែលយើងបារម្ភបំផុតខ្លាចថាបាល់មូលក្រោមតុកបាល់មូលលើតុកនោះគឺខ្លាចណាបងប្អូនណាបើសិនជាពួកគាត់លេងអស់ពីសមត្ថភាពបាទក្រុមដូចជាប៉ាជូកាដូចជាអីនេះមិនមែនជាដៃគូរបស់រៀលម៉ាឌ្រីតទេបងប្អូនបាទហើយបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរបងប្អូនប្រវត្តិប៉ះគ្នាតែមួយលើកទេបងប្អូនមួយលើកនោះគឺរៀលម៉ាឌ្រីតបានយកឈ្នះទៅលើប៉ាជូកានេះ3-0ម្ដងហើយបាទយកឈ្នះទៅលើ3-0គឺជាការប្រកួតវគ្គផ្ដាច់ព្រាត់ពី FIFA Club World Cup នេះតែម្ដងកាលឆ្នាំ2024រដូវកាលមុនណាគឺរៀលបានយកឈ្នះទៅលើប៉ាជូកានេះ3-0វគ្គផ្ដាច់ព្រាត់ក៏ក្លាយជាម្ចាស់ពាន FIFA Club World Cup 2024ផងដែរហើយបើយើងនិយាយអំពីក្រុមទាំងពីរការប្រកួតជើងទី1សម្រាប់រៀលម៉ាឌ្រីតគឺគាត់បានត្រឹមតែស្មើគ្នាជាមួយនឹង Al Hilal ទេបងប្អូនណាស្មើគ្នាជាមួយ Al Hilal ក្នុងលទ្ធផល1ស្មើហើយបើយើងនិយាយអំពីក្រុមប៉ាជូកានេះការប្រកួតជើងទី1បាទមិនជើងទី1ជុំទី1បាទប្រកួតជុំទី1នៅក្នុងក្រុមដូចជានៅក្នុងក្រុម A នេះបងប្អូនក្រុម A នេះគឺបានត្រឹមតែចាញ់ទៅលើក្រុម Red Bull Salzburg ក្នុងលទ្ធផល2-1ណាបាទសម្រាប់ប៉ាជូកាលេងចាញ់រៀលបានត្រឹមតែស្មើហើយថ្ងៃនេះសម្រាប់ក្រុមទាំងពីររៀលម៉ាឌ្រីតគឺឈរនៅលេខរៀងទី2បាទលេខទី2ស្មើបន្ទុកគ្នាជាមួយ Al Hilal នៅក្នុងក្រុម A បាទខណៈពេលដែលប៉ាជូកានេះគឺបាទលេខរៀងទី4បាទមាន0បន្ទុកណាក្រុមដែលឈរកំពូលតារាងគឺ Red Bull Salzburg របស់អូទ្រីឯណោះបាទសម្រាប់ពូ A នេះបងប្អូនហើយអញ្ចឹងតើតើក្នុងប្រវត្តិយើងអាចនិយាយថា Real Madrid គេធ្វើបានល្អជាងបងប្អូនបាទគាត់ធ្លាប់ប៉ះគ្នាតែម្ដងទេគឺ Real ស៊ី 3-0 ម្ដងហើយយប់នេះអាចនឹង 3-0 ទៀតបើសិនជា Real ប្រឹងអស់ពីសមត្ថភាពណាហើយយប់នេះគឺអត់មានវត្តមានអឹមបាប៉េទេអឹមបាប៉េអត់ទាន់ជាពីជំងឺបងប្អូនណារលាកពោះវៀនរលាកកាពះផឹកច្រើនពេកទេដឹងបាទអញ្ចឹងអឹមបាប៉េអត់ទាន់មានវត្តមាននៅក្នុងរាត្រីនេះទេបងប្អូនហើយបើយើងនិយាយអំពីសមាជិកកីឡាករដាក់លេងយប់នេះបាទអ្នកជំនួសកន្លែងរបស់អឹមបាប៉េគឺកីឡាករបាទ Gonzalo Garcia បាទ Gonzalo Garcia នេះគឺជាអត់ដឹងមកពីណាខ្ញុំមើលសិនបងប្អូនណាបាទមកពីគាត់អត់មានក្លឹបលេងទេដូចជាឈុតយុវជនទេបងប្អូនណាបាទអាយុ21ឆ្នាំស្ថិតនៅក្នុង21ខ្ញុំមិនដឹងដែរបាទប្រវត្តិរបស់គាត់ណាប៉ុន្តែអត់បានបង្ហាញច្បាស់ខ្ញុំអត់បានស្រាវជ្រាវដែរសម្រាប់កីឡាកររូបនេះបើតែសម្រាប់លោកសាប៊ីឡុងសូបើសិនជាគាត់ហ៊ានដាក់កីឡាករនេះលេងប្រហែលជាគាត់មានទំនុកចិត្តផងដែរណាបានហ៊ានដាក់កីឡាករ Gonzalo Garcia នេះបងប្អូនដឹងពីប្រវត្តិគាត់ចង់ជួយប្រាប់ផងណាបងប្អូនបាទអាយុ20ឆ្នាំជួយជាតិអេស្ប៉ាញបាទបើនិយាយពីការមកគឺគាត់មកពីក្លឹប Mallorca បាទ Mallorca ណាបាទ
តែអុយ18ទេការគាត់មកយើងមិនទាន់ដឹងពីប្រវត្តិគាត់ច្បាស់បាទសម្រាប់រៀលម៉ាឌ្រីតគឺមានកីឡាកររបួសច្រើនបងប្អូនមានដូចជា Endrick មាន Camavinga មាន David Alaba មាន Daniel Carvajal ក៏ដូចជាបាទ Ferland Mendy Militao ក៏ដូចជា Rudiger សម្រាប់ Mbappe ក៏អវត្តមានដែរបាទគាត់ឈឺ Mbappe លាបពវៀនណាបងប្អូនអត់តមកវិញទេហើយសម្រាប់យប់នេះរៀលប្រើទំនុក 4-3-3 ខាងក្រុមបាទ Al-Ain នោះក៏ប្រើទំនុក 4-3-3 ដែរសម្រាប់រៀលម៉ាឌ្រីតក្នុងយប់នេះបាទអ្នកចាំទីគឺកីឡាករ Thibaut Courtois ខ្សែការពារមាន Alexander Arnold មាន Raúl Asensio ក៏ដូចជាបាទ Dean Huijsen ដែលទៅទិញមកណាតម្លៃ65.6 លានថ្លៃដែរបងប្អូនណាពីក្លឹបបនម៉ៅហើយខាងឆ្វេងគឺកីឡាករ Frank Garcia បាទសម្រាប់ខ្សែបម្រើមានដូចជាកីឡាករ Valverde មាន Tchouaméni ក៏ដូចជា Jude Bellingham ហើយសម្រាប់តំបន់ប្រយុទ្ធគឺ Rodrigo បាទដាក់ Rodrigo លេងនៅស្ដាំបាទកដាលគឺកីឡាករបាទ Gonzalo Garcia នេះឯងហើយខាងឆ្វេងគឺ Vinicius Junior ណាបងប្អូន Vinicius Junior បាទប្រហែលប្រកួតនេះវាលេងអត់សូវល្អសោះបាទដូចជាទម្រង់យ៉ាងម៉េចទេបងប្អូនណាប៉ុន្តែសង្ឃឹមថាយប់នេះបាទViniciusនឹងធ្វើល្អខណៈពេលដែល Rodrigo មានវត្តមានលេងសង្ឃឹមថាគាត់នឹងអាចបំពេញតួនាទីបាទអាចចឹងទៅដើមកៅអី11អ្នកដំបូងទៅចុះបើសិនជាគាត់ធ្វើល្អក្នុងការប្រកួតនេះបងប្អូនណាបាទអរគុណច្រើនអញ្ចឹងតកតងនឹងកីឡាករយើងអាចនិយាយថារៀលគឺគេមានប្រៀបជាងហើយកីឡាកររបស់រៀលម៉ាឌ្រីតក៏មាន skill ប្រវត្តិក៏ឈ្នះធនធានក្លឹបប្រព័ន្ធនេះគឺឈ្នះទាំងអស់បងប្អូនណាអញ្ចឹងឲ្យខ្ញុំនិយាយថារៀលម៉ាឌ្រីតទៅស្មើគ្នាជាមួយ Al-Ain នឹងនិយាយមិនរួចបងប្អូនដោយការប្រកួតមុនអញ្ចឹងដូចជា Paris Saint-Germain អីចឹងខ្ញុំនិយាយថាស្មើឲ្យខ្ញុំនិយាយថាចាញ់គឺនិយាយបង្កើតយើងវិភាគទៅលើស្ថិតិអញ្ចឹងវាពិបាកមែនតើយើងមើលឃើញថាវាល្អអញ្ចឹងបាទអត្រាឈ្នះគឺមានខ្ពស់អញ្ចឹងខ្ញុំនិយាយថាចាញ់វារស់កន្លែងដែលចាញ់វាមិនឃើញបងប្អូនណាហើយបើសិនជារៀលម៉ាឌ្រីតប៉ះគ្នាជាមួយបាសេឡូណារៀលម៉ាឌ្រីតប៉ះគ្នាជាមួយ PSG ទៅយើងស្រួលវិភាគទៅវិញបាទវាក្រុមប្រហាក់ប្រហែលគ្នាអញ្ចឹងយើងអាចនឹងនេះបានណាដល់ពេលក្រុមដែលមួយខ្សោយពេកមួយខ្លាំងពេកអញ្ចឹងយើងមើលឃើញតែមួយផ្លូវហ្នឹងហើយបាទឃើញរៀលម៉ាឌ្រីតគាត់ឈ្នះហើយអញ្ចឹងវិភាគឲ្យរៀលម៉ាឌ្រីតចាញ់វាមិនកើតអញ្ចឹងរៀលម៉ាឌ្រីតប្រកបជំនាញទម្ងន់ជាងហើយបងប្អូនហើយណាមួយរៀលម៉ាឌ្រីតក៏ត្រូវការស្ដារមុខមាត់ការប្រកួតមុនដែរបងប្អូនបានត្រឹមតែស្មើគ្នាជាមួយអារ៉េឡាល់ការប្រកួតអាក្រក់មើលណាបាទអាក្រក់មើលមែនទែនអញ្ចឹងខ្ញុំសង្ឃឹមថារៀលម៉ាឌ្រីតយប់នេះដឹកនាំក្រុមការដឹកនាំរបស់គ្រូថ្មីសាវីអាឡុងសូក៏ដូចជាចំណូលថ្មី Alexander Arnold ដែលទើបតែយកពី Liverpool បាននោះសង្ឃឹមថាគាត់ធ្វើបានល្អណាសាវីអាឡុងសូកំពុងតែជិះលើខ្នងខ្លាបងប្អូនណាកំពុងតែជិះខ្លាំងណាអាចនឹងជួយឲ្យគាត់ល្បីខ្លាំងអាចនឹងសម្លាប់នៅប្រវត្តិរូបរបស់គាត់ថាបានដែរបងប្អូនដឹកនាំល្អអីក្លឹបរៀលទេមិនបានទេបងប្អូនណាស៊ីគ្រូណាគ្រូហ៊ានតែខ្សោយតែបន្តិចមិនដាច់ខ្សោយខ្លាំងទេបាទមិនបាច់ថាខ្សោយខ្លាំងដូចអរិតេងហេដូចគ្រូផ្សេងទេឲ្យតែខ្សោយបន្តិចគេដកចេញតែម្ដងរៀលព្រោះជាក្លឹបមួយដែលស៊ីគ្រូបាទស៊ីកីឡាករខ្លាំងប៉ុណ្ណាក៏ដោយតែហ៊ានធ្លាក់ទម្រង់លេងទីឲ្យអង្គុយមើលតែម្ដងបាទសម្រាប់រៀលម៉ាឌ្រីតមិនបានទេគឺជាកន្លែងមួយដែលអាចធ្វើកីឡាករល្បីក៏ជាកន្លែងមួយដែលអាចសម្លាប់កីឡាករដែរបងប្អូនឃើញកីឡាករមួយអ្នកដែលទៅរៀលម៉ាឌ្រីតហើយត្រូវបានស្លាប់ខ្លួនណាមិនមែនស្លាប់អាយុជីវិតទេស្លាប់គេឈ្មោះស្លាប់ភាពល្បីល្បាញបងប្អូនណាបងប្អូនឃើញ Eden Hazard Michael Owen កីឡាករច្រើនមែនទែនដែលទៅរៀលអត់ជោគជ័យបងប្អូនណាអញ្ចឹងជារឿងពិបាកមួយបាទរៀលទៅលេងរៀលដូចជិះលើខ្លងខ្លាអញ្ចឹងបាទអាចនឹងល្បីអាចនឹងងាប់បាទអញ្ចឹងរៀលម៉ាឌ្រីតយប់នេះយ៉ាងណាក៏ដោយខ្ញុំនៅតែគិតថារៀលក៏គាត់ជាឈ្នះទៅលើប៉ាជូកាទេបងប្អូនណាបាល់នេះអាចនឹង3-0ទៀតណាមួយគាត់ត្រូវការស្ដារមុខមាត់គាត់ផងហើយរៀលគឺតយមួយក៏កន្លះដាច់ណាមួយក៏កន្លះដាច់គូនេះខ្ញុំរីកមិនវាយរៀលតែម្ដងបងប្អូនណាអរគុណច្រើនយើងនិយាយអំពី Make You Manchester City បងប្អូនណាត្រូវប៉ះគ្នាជាមួយនឹងក្រុម Al-Ain ណា Al-Ain នេះគឺជាក្លឹបរបស់ Arab Emirates ឬក៏ Arab រួមការប្រកួតនៅវេលាម៉ោង 8 ស្អែកបងប្អូនម៉ោង 8 ស្អែកពេលព្រឹកថ្ងៃអាទិត្យហើយបើយើងនិយាយអំពីក្រុមទាំងពីរគ្រាន់តែមើលដឹងថា Man City គេល្អហើយ Man City នេះការប្រកួតជុំទី1គឺបានយកឈ្នះទៅលើក្រុមបាទ Wydad Casablanca ក្នុងលទ្ធផល 2-0 ណាបាទតានតឹងដែរបងប្អូនណាក្រុមដែលមកពីប្រទេសម៉ារ៉ុកបាទ Casablanca រៀលម៉ាឌ្រីតសំទោសបាទ Man City តឲ្យពីកន្លះស៊ីវ៉ាន់12គ្រាប់ទេបាទហើយ Haaland មិនដឹងថាមិនដែរបាទពីរដូវកាលនេះ Haaland ដូចធ្លាក់ជើងបងប្អូនណាធ្លាក់ជើងមិនដូចគាត់ទើបតែមកថ្មីទេហើយបើយើងនិយាយអំពីប្រវត្តិប៉ះគ្នារវាងក្រុម Al-Ain ជាមួយ Make You Manchester City ធ្លាប់ប៉ះគ្នាតែមួយលើកទេហើយការប្រកួតមិត្តភាពទៀតកាលហ្នឹងគឺ Man City បានយកឈ្នះទៅលើ Al-Ain នេះ3-0ដោយ Real Madrid ចឹងបាទស៊ី3-0ទៅលើ Al-Ain ណានេះគឺជាការប្រកួតមិត្តភាពហើយបើនិយាយអំពីការប្រកួតជុំទី1ក្នុង FIFA Club World Cup នេះគឺ Man City បានយកឈ្នះទៅលើក្រុម Casablanca របស់ Maroc បាទ2-0ខណៈពេលដែល Al-Ain នេះបាទ Al-Ain នេះគឺបានចាញ់ធ្ងន់តែម្ដងទៅលើក្រុម Juventus បាទ Juventus ដាក់ 5-0 មកបងមិនធម្មតាទេហើយបើនិយាយពីលេខរៀងនៅក្នុងក្រុម G បាទពួកគាត់នៅក្នុងក្រុម G បងប្អូនណាហើយក្រុម G នេះគឺ Man City មាន3បន្ទុកបាទ Juventus មាន3បន្ទុកដូចគ្នាបាទលេខ1លេខ2គណៈពេលដែល Casablanca
សូនបន្ទុហើយក៏ដូចជា LI នេះក៏សូនបន្ទុដែរបាទនិយាយទៅសម្រាប់ពូលនេះគឺយើងមើលឃើញសង្ឃឹមថា Man City និង Juventus នេះគឺមានអត្រាឡើងខ្ពស់មែនទែនណាបាទមានអត្រាឡើងខ្ពស់អូCasablanca ក៏ដូចជា LI នេះមើលទៅ100ទេបងប្អូនណាត្រៀមធ្លាក់ហើយក្រុម Casablanca ទៅប៉ះគ្នាជាមួយ Juventus បងប្អូនអញ្ចឹង Juventus ក៏ដាក់ទៀតហើយអញ្ចឹងយប់នេះខ្ញុំគិតថា Man City គាត់ជាឈ្នះហើយទៅលើក្រុម LI នេះបងប្អូនគាត់សំខាន់ដាច់ខបតឥឡូវយើងមើលកីឡាករសិនគាត់ដាក់ពេញអត់បើសិនគាត់ដាក់ពេញអាហ្នឹងអាចមានសង្ឃឹមឈ្នះខ្ពស់ណាបាទឈ្នះវាឈ្នះក៏បញ្ហាក្របតបងប្អូនក្របតដូចជាប្រហែលយើងមើលសិនបាទMan City ត2កន្លះទៀតត2កន្លះទៀតបងប្អូនយប់នេះគិតថាដាច់មិនដែរស៊ីដាច់ណាក្រុមលេងនៅអឺរ៉ុបលេងចាញ់រហូតចឹង3 4ថ្ងៃនេះក្រុមនៅអឺរ៉ុបលេងចាញ់ស្មើទោះឈ្នះក៏អត់ឈ្នះក៏តដែរអូសាហាវមែនបងប្អូនបាល់មិនធម្មតាទេបាទបើនិយាយពីកីឡាករ Man City យប់នេះបងប្អូនប្រើទម្រង់ 4-2-3-1 ណាខាង LI នោះក៏ 4-2-3-1 ដូចគ្នាដែរប៉ុន្តែក៏សំខាន់ Man City យប់នេះគឺ Ortega អ្នកចាំទីដៃទី2 Ortega ខ្សែការពារមាន Matheus Nunes មាន Coutinho ក៏ដូចជាបាទ Nathan Ake ខាងឆ្វេងគឺដាក់កីឡាករ Nuri បាទអត់ដាក់ Chilwell ទេ Ryan Nuri ណាហើយសម្រាប់ខ្សែបម្រើមានដាក់ដូចជាកីឡាករចំនួនថ្មី Ryder ក៏ដូចជា Rodri បាទខ្សែបម្រើប្រយុទ្ធមាន Savinho បាទមាន Phil Foden ក៏ដូចជា Jeremy Doku ខ្សែយុទ្ធគឺ Haaland Erling Haaland ទៀតហើយបងប្អូនណាយប់នេះសង្ឃឹមថា Haaland រកបាន hat-trick បាទឲ្យ make Manchester City បាទតាក់ទងប្រវត្តិបាទតាក់ទងនឹងធនធានកីឡាករប្រព័ន្ធលេងគឺ Man City មានប្រៀបជាងបងប្អូនណាបាទមានប្រៀបជាងហើយអញ្ចឹងខ្ញុំនិយាយថា Man City ស្មើគ្នាជាមួយ LN និយាយចាញ់ទេបងប្អូនណាអញ្ចឹងខ្ញុំនៅតែរក្សាចំហថា Man City នឹងឈ្នះទៅលើ LN ដាច់ក្របបងប្អូនណាអាចនឹង3-0បាល់នឹងអាច3-0ទៀតបាទបើ3-0 4-1ណាប៉ុន្តែ3-0ច្រើនជាងបាទតារាប្រហែលជា 75% 3-0បាទអាចនឹង2-0បាទជា 50% ទេបាទ2-0 50% 3-0 75% តែយប់នេះគិតថាដាច់ក្របតល្អជាងបាទដាច់ក្របតច្រើនជាងបាទគូ Man City មានប៉ុណ្ណឹងបាទខ្លីៗព្រោះវា ranking ខុសគ្នាបងប្អូនណា ranking ខុសគ្នាហើយ LI នេះប៉ះគ្នាជាមួយ Juventus ជើង Juventus ដាក់ 5-0 ហើយអញ្ចឹងវាប៉ះគ្នាជាមួយ Man City ដាក់ប្រមាណហើយមួយគូទៀតបាទរវាងក្រុម Juventus ជាមួយនឹងបាទ Wydad Casablanca បាទគូនឹង Juventus ស៊ីទៀតហើយបងប្អូនហើយបាទ Juventus ហើយបាទនឹងខ្លាញ់ Juventus ណាបាទJuventus ដូចតច្រើនដែរមើលសិនតប្រមាណគ្រាប់ហើយបងប្អូនបាទ Juventus តឲ្យមកគ្រាប់កន្លះបាទWydad ខ្ញុំខ្លាចអត់ដៃគ្រាប់តគូនេះបងប្អូនហើយបាទព្រោះ Wydad នេះ Man City ស៊ីបាន2គ្រាប់ទេណាបាទតឹងណាស់តឹងបកាការពារក្រុមបុកម៉ារ៉ុកបុកខាងហ្វ្រិចអញ្ចឹងបងប្អូនគិតយ៉ាងណាដែរប៉ុន្តែពិបាកណាស់សម្រាប់គូនេះខ្ញុំមិនដឹងនិយាយថាម៉េចតែបើយើងនិយាយពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរដូចជាអត់ដែលប៉ះគ្នាទេមើលសិនបាទដល់ណាបាទបាទក្រុមទាំងពីរអត់ដែលប៉ះគ្នាទេបងប្អូនណាប៉ុន្តែការប្រកួតចុងក្រោយរបស់ Man City គឺល្អមែនទែនយកឈ្នះទៅលើក្រុម Casablanca 5-0 បាទជំទូចង់ដល់ការឡើងជើងបងប្អូនណាប្រហែលប្រកួតរបស់គាត់ធ្វើបល្អបាទយកឈ្នះទៅលើ Venezia 3-2យកឈ្នះទៅលើ Oidones 2-0បាទយកឈ្នះទៅលើ Monza ជាដើមណាអញ្ចឹងយប់នេះឈ្នះទៀតប៉ុន្តែខ្ញុំបារម្ភដាក់ដៃគ្រាប់តបាទព្រោះអាក្រុម Casablanca នោះក៏ខ្លាំងដែរបាទក៏ខ្លាំងដែរយើងមើលប្រកួតគាត់បាទ Man City ស៊ីបាន 2-0 ទេបាទហើយជាមួយក្រុមមើលប៉ុកតូក៏ធ្លាប់គាត់ស៊ីគាត់ 1-0 ដែរសេវីឡាស៊ី 1-0 ដែរបងប្អូនណាស៊ីដូចអត់ស្ដេចគ្រាប់តសោះទៅពេលប៉ះគ្នាជាមួយក្រុមខ្លាំងនៅទ្វីបអឺរ៉ុបអញ្ចឹងយប់នេះខ្ញុំគិតថាJuventusឈ្នះទៀតប៉ុន្តែផ្លែអត់ដៃគ្រាប់តបើបងប្អូនវាយក៏បានដែរបាទបាល់ហ្នឹងដូចសិនជាវាយក៏ល្អដែរណាបាទវាយក៏ល្អដែរក៏ខ្លះវាយមកទៅបាទគិតច្រើនបាទហើយសម្រាប់គូRed Bull Salzburg បាទ Red Bull Salzburg ល្អបាទ Red Bull Salzburg ទៅប៉ះគ្នាជាមួយ Al Hilal បងប្អូនបាទ Red Bull Salzburg ប៉ះគ្នាជាមួយ Al Hilal គូនេះបាទសមត្ថភាពប៉ុនគ្នាបាទខ្ញុំគិតថា Al Hilal នេះគឺជាមួយនឹង Red Bull Salzburg នេះគឺសមត្ថភាពប៉ុនគ្នាតែម្ដងបងប្អូនណាបាទប៉ុនគ្នាបាទហើយបើនិយាយពីគ្រាប់តគឺRed Bull Salzburg Al Hilal ជាអ្នកតឲ្យ Red Bull Salzburg កន្លះដាច់បងប្អូនណា Al Hilal តឲ្យ Red Bull Salzburg កន្លះដាច់បាល់នេះសុកចិត្តរងបងប្អូនណាបាល់នេះគិតថាស្មើគ្នាក្នុងលទ្ធផល1ស្មើបាល់នេះគិតថា1ស្មើណាបងប្អូនគិតយ៉ាងណាដែរព្រោះ Red Bull Salzburg ខ្លាំងបាទជើងខ្លាំងនៅអូទ្រីបាទតកូលរបស់ OB ដឹកនាំដោយលោក Jurgen Klopp បាទដែលជាប្រធានសម្ព័ន្ធ OB បាទ OB ហ្នឹងមាន OB Leipzig មាន OB Salzburg និងមាន OB ស្អីទៀតច្រើនណាបងប្អូនឲ្យតកូ OB អញ្ចឹងគូនេះខ្ញុំរីកមិនថារងបាទរងកន្លះដាច់បាទសម្រាប់ Red Bull Salzburg ជាមួយនឹងក្រុមAl Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីតណាអរគុណអូខេមានតែប៉ុណ្្នឹងខ្លីៗបងប្អូនណាបាទហើយ4គូជាតម្រូវបាល់យប់នេះមានតែ3ទេបាទបើ4គូបាយជុំទូហ្មងទៅបាទគូទី1ខ្ញុំស្រឡាញ់រៀលម៉ាឌ្រីតយប់នេះនៅតែបន្តវាយទោះជា
ចាញ់ប្រហែលថ្ងៃនៅតែវាយទៀតបាទវាមិនដើរក្រុមអឺរ៉ុបណាលេងតែចាញ់ឲ្យស្មើអញ្ចឹងទេបងប្អូនវាជាគូតែមានឈ្នះខ្លះហើយបាទអញ្ចឹងវាយរៀលម៉ាឌ្រីតបងប្អូនណាវាយមកកកន្លះដាច់គូទី2វាយ Man City តែម្ដងណាវាយ Man City 2កន្លះបាទ Man City វាមិនដែរស៊ីមិនដែរកក់តបាទយកនេះដាក់ពេញជើងល្អសម្រាប់ Man City បាទវាយ2កន្លះគូទី3យក Red Bull Salzburg រងវិញបាទរង Al Hilal បាទកន្លះដាច់ទេបងប្អូនបាទ3គូនេះទី1វាយរៀលទី2វាយ Man City ទី3យក Red Bull Salzburg រងកន្លះដាច់បាទច្រើនសម្រាប់ការតាមដានទៅចុច Channel Telegram ដើម្បីទស្សនាការ live បន្តបាទទាត់ក៏ដូចជាបាទការពីកន្លះការតំណាក់គូល្អៗនៅព័ត៌មានកន្លះផ្សេងៗអរគុណច្រើនសូមគោរពលា